បង្កើត account Gmail នៅក្នុងឆ្នាំ2026នេះបរាជ័យមានបញ្ហារហូតហើយជាពិសេសនោះពេលខ្លះក៏វាឲ្យពេលខ្លះក៏វាមិនឲ្យនៅក្នុងវីដេអូនេះគឺខ្ញុំមាន technique ថ្មីក៏ដូចជាកន្លឹះថ្មីសម្រាប់បង្កើត account Gmail ក្នុងឆ្នាំ2026នេះដើម្បីឲ្យបង្កើតទៅគឺទទួលបានជោគជ័យធានា 100% ហើយធ្វើ account របស់យើងអត់មានបញ្ហានៅពេលក្រោយឬក៏ខូចឬមួយក៏អីទាំងអស់ពេលបងបាន account Gmail មួយហើយបងអាចយកវាទៅបង្កើត account Apple ID ក៏បានឬក៏យកវាទៅប្រើប្រាស់ទៅលើ Play Store ក៏បានដូចគ្នាដែរបងសម្រាប់វីដេអូបង្កើត account Apple ID គឺខ្ញុំនឹងបង្ហោះនៅបន្ទាប់ពីវីដេអូមួយនេះគឺអាចនឹងជាវីដេអូទី2ដោយសារជៀសវាងនៅពេលដែលខ្ញុំបង្ហាញពីរបៀបនៃការបង្កើត account Apple ID រួចហើយតែបងអត់ទាន់ជាបង្កើត account Gmail អញ្ចឹងបានវីដេអូទី1នេះគឺខ្ញុំបង្ហាញពីរបៀបនៃការបង្កើត account Gmail មុនសិនហើយតាមយើងបង្កើត account Apple ID ក្រោយស្វាគមន៍មកកាន់ channel ឬ Mobile Tech នៅទីនេះគឺយើងមានកលឹះតាក់ទងនឹង iPhone និង Android ជាមួយនឹងកម្មវិធីល្អៗជាច្រើនទេបើចូលចិត្តមាតិកាបែបនេះកុំភ្លេចចុច Subscribe មួយផងអញ្ចឹងបងសូមធ្វើការបើកទៅកាន់ Safari មកដើម្បីបង្កើត Gmail ហើយបងនឹងបានឃើញនៅខាងក្រោមគេស្ដាំដៃបំផុតហ្នឹងបងចុចទៅលើវាមកហើយយើងសូមបើកនៅត្រង់ចំណុច private នេះមកដើម្បីយើងជៀសវាងការពារកុំឲ្យក្រុមហ៊ុនក៏ដូចជាកុំឲ្យវាមានបញ្ហានៅពេលដែលយើងបង្កើត account ទៅគឺវាបង្កើតអត់បានណាអញ្ចឹងគឺយើងបង្កើតនៅក្នុងផ្ទាំង private មួយនេះហើយបងគ្រាន់តែវាបញ្ចូលពាក្យ Gmail មកហើយ search វាទៅវានឹងបញ្ជូនបងមកកាន់ផ្ទាំងបន្តទៀតហើយពេលដែលបងមកកាន់ផ្ទាំងមួយនេះអ្វីដែលបងត្រូវធ្វើគឺបងគ្រាន់តែចុចនៅខាងលើគេបំផុតគេដាក់ថា Gmail ហ្នឹងយើងចូលត្រង់កន្លែងហ្នឹងមកពេលដែលបងចូលដល់ត្រង់កន្លែងហ្នឹងរួចហើយបងនឹងបានឃើញនៅផ្ទាំងថ្មីមួយនេះផ្ទាំងថ្មីមួយនេះបងនឹងឃើញមានប៊ូតុងពណ៌ទឹកប៊ិចហ្នឹងបងសូមចុចនៅខាងស្ដាំដៃតូចនៅកន្លែងមានសញ្ញាព្រុនចុះក្រោមហ្នឹងហើយបងនឹងឃើញមានដាក់ថា for my personal use ហ្នឹងយើងប្រើជាលក្ខណៈផ្ទាល់ខ្លួនគឺយើងយកអាទី1ហ្នឹងអញ្ចឹងសូមយើងយកអាទី1ហ្នឹងមកកុំយកអាខាងក្រោមគឺសម្រាប់ business ទេពេលដែលបងមកកាន់ផ្ទាំងដំបូងគេបំផុតគឺវាទាមទារឲ្យយើងបំពេញនៅ first name ជាមួយនឹង last name អា first name ហ្នឹងគឺយើងអាចដាក់ឈ្មោះយើងក៏បានពិតក៏បានហើយយើងដាក់ឈ្មោះតកឈ្មោះអីមកអញ្ចឹងណាតែបើសិនជាយើងអត់ចង់ដាក់ឈ្មោះពិតទេក៏បានដូចគ្នាយើងអាចដាក់ឈ្មោះជា username ឬក៏ fake អីក៏បានដូចគ្នាអត់បញ្ហាទេក៏ប៉ុន្តែយើងដាក់អីក៏ដាក់ទៅយើងជៀសវាងដាក់អ្វីដែលយើងមិនចាំយើងអាចនឹងណែនាំឲ្យអ្នកទាំងអស់គ្នាដាក់អ្វីដែលអ្នកទាំងអស់គ្នាអាចនឹងងើយចាំមកដើម្បីវាងើយស្រួលនៅពេលដែលមានបញ្ហានៅពេលក្រោយពេលដែលយើងបំពេញរួចរាល់ហើយអស់អ្នកទាំងអស់គ្នានឹងឃើញមានប៊ូតុងពណ៌ទឹកប៊ិចហ្នឹងចុចកន្លែងពាក្យ next ហ្នឹងមកហើយវានឹងបញ្ជូនយើងមកកាន់ផ្ទាំងមួយនេះគឺវាបំពេញឲ្យយើងបំពេញនៅថ្ងៃខែឆ្នាំកំណើតរបស់យើងអាទី1នេះគឺជាខែទី2គឺជាថ្ងៃទីយើងដាក់មកតាហ្នឹងមកហើយយើងដាក់ថ្ងៃដាក់ឆ្នាំមកឆ្នាំយើងដាក់ឆ្នាំណាដែលវាលើសពី18ឆ្នាំណាកុំដាក់យកក្មេងពេកហើយសម្រាប់កន្លែងនេះគឺយើងរើសយកភេទមកភេទប្រុសចឹងទៅឬក៏ភេទស្រីតាមអ្នកទាំងអស់គ្នាចង់បានពេលដែលបំពេញរួចរាល់អស់យើងចុចពីនិចទៀតមកហើយយើងនឹងទទួលបាន Gmail ដែលវាឲ្យមកស្រាប់ Gmail ឲ្យមកស្រាប់នេះបើយើងចង់បានក៏យកទៅតែបើយើងមិនចង់បានទេយើងអាចបង្កើតបានដោយខ្លួនឯងក៏ដូចគ្នាយើងអាចបំពេញបញ្ចូលវាដោយខ្លួនឯងអញ្ចឹងណាដើម្បីយើងងាយស្រួលចាំនៅត្រង់កន្លែង Gmail នេះគឺសំខាន់អ្នកទាំងអស់គ្នាត្រូវតែបំពេញឲ្យចាំហាមកន្លែងហ្នឹងហាមអត់ចាំតែកាលណាដែលយើងអត់ចាំគឺអាចនឹងមានបញ្ហានៅពេលក្រោយព្រោះដោយសារតែយើងយកទៅប្រើគឺយើងប្រើកន្លែង Gmail ហ្នឹងពេលដែលយើងបំពេញ Gmail រួចរាល់ហើយវានឹងឲ្យយើងបញ្ចូលនៅលេខកូដសម្រាប់ Gmail របស់យើងហើយលេខកូដហ្នឹងយើងអាចគ្រាបប៊ូតុងនៅខាងក្រោមហ្នឹងមកដើម្បីនៅពេលដែលយើងវាយបញ្ចូលទៅវានឹងឃើញលេខកូដរបស់យើងបង្ហាញឲ្យយើងឃើញហ្មងអញ្ចឹងណាដើម្បីជៀសវាងដែលយើងបញ្ចូលទៅវាដូចគ្នាអាទី1ហើយនឹងទី2ហ្នឹងគឺយើងត្រូវតែដាក់ដូចគ្នាប្រអប់ទី1ប្រអប់ទី2ហ្នឹងអាខាងលើដាក់មិនខាងក្រោមគឺយើងដាក់អញ្ចឹងដូចគ្នាហើយយើងព្យាយាមដាក់អ្វីដែលរៀងពិបាកបន្តិចមកក៏ប៉ុន្តែយើងងាយស្រួលចាំណាព្រោះដើម្បីថាយើងឲ្យវាមានសុវត្ថិភាពនៅលើលេខកូដ Gmail របស់យើងពេលដែលយើងបំពេញរួចរាល់យើងអាចចុចពាក្យ next ទៅបន្តទៀតបានហើយវានឹងបញ្ជូនយើងមកកាន់ផ្ទាំងដាក់លេខទូរស័ព្ទម្ដងកន្លែងលេខទូរស័ព្ទហ្នឹងយើងវាបញ្ចូលមកលេខទូរស័ព្ទរបស់យើងនឹងវាយ0ប្រហែលធម្មតាហ្នឹងទៅពេលដែលយើងវាបញ្ចូលរួចហើយយើងអាចនឹងចុចពាក្យ next ទៀតទៅកន្លែងនេះអធិស្ឋានដោយសារតែលេខទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំបង្កើតបានច្រើនដងរួចហើយអញ្ចឹងខ្ញុំសូមធ្វើការបដូរលេខទូរស័ព្ទសិនខ្ញុំដាក់លេខទូរស័ព្ទឲ្យអ្នកស្គាល់គ្នាខ្ញុំផ្សេងមួយទៀតអញ្ចឹងណាពេលដែលយើងដាក់លេខទូរស័ព្ទរួចរាល់អស់ហើយយើងអាចបញ្ចេញនៅពាក្យ next ហ្នឹងម្ដងទៀតពេលដែលយើងចុចពាក្យ next បន្តទៀតទៅនៅពេលនោះគឺក្រុមហ៊ុនវានឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងតាមរយៈ SMS ហើយយើងក៏ទៅយកលេខកូដដែលក្រុមហ៊ុនគេបានផ្ញើមកហ្នឹងវាយបញ្ចូលនៅក្នុងប្រអប់មួយនេះទៅពេលដែលយើងវាយបញ្ចូលរួចយើងអាចយកពាក្យ next បន្តទៀតហើយសម្រាប់កន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចឆែកទៅកាន់ SMS យើងទៅយើងនឹងឃើញមានលេខកូដដែលគេផ្ញើមកហើយពេលដែលគេផ្ញើមករួចយើងធ្វើការវាយបញ្ចូលវាទៅអញ្ចឹងខ្ញុំសូមធ្វើការវាយបញ្ចូលលេខកូដដែលក្រុមហ៊ុនបានផ្ញើមកសិនពេលដែលខ្ញុំវាយបញ្ចូលរួចរាល់អស់ហើយខ្ញុំនឹងចុចពាក្យ next បន្តទៀតដើម្បីឲ្យវាបញ្ជូនយើងទៅកាន់ផ្ទាំងបន្តទៀតពេលដែលអ្នកទាំងអស់គ្នាបានមកដល់ផ្ទាំងមួយនេះយើងអាចធ្វើការ skip វាបានយើងអាចរំលងវាចោលទៅកន្លែងហ្នឹងយើងមិនចាំបាច់បំពេញក៏បានដែរអានេះគ្រាន់តែជា recover email ទេហើយយើងចុចពាក្យ next បន្តទៀតមកពេលមកដល់ត្រង់កន្លែងនេះពេលដែលយើងចុចពាក្យ next រួចកន្លែងនេះយើងអស់ចុះទៅក្រោមឲ្យអស់បន្តិចទៅយើងនឹងឃើញមានប៊ូតុងសម្រាប់ឲ្យយើងធ្វើឲ្យចុចទៅមុខបន្តទៀតយើងអាច agree វាមកពេលដែលយើងចុចកន្លែងពាក្យនឹងរួចវានឹងបញ្ជូនយើងទៅកាន់ផ្ទាំងមួយទៀតហើយផ្ទាំងមួយទៀតហ្នឹងគឺជាផ្ទាំងចុងក្រោយកន្លែងហ្នឹងពេលដែលយើងចុចនៅត្រង់កន្លែងហ្នឹងរួចរាល់ហើយគឺយើងអាចបង្កើត account Gmail យើងគឺជោគជ័យហើយ
គ្រាន់តែអ្នកទាំងអស់គ្នារងចាំវាបន្តិចទៅឲ្យវាចេញនៅផ្ទាំងដែលមាន logo Gmail មកពេលដែលវាចេញ logo Gmail រួចរាល់ហើយបានន័យថា account របស់យើងគឺអាចជោគជ័យ 100% ហើយអញ្ចឹង account នៅពេលដែលយើង verify លេខទូរស័ព្ទបែបហ្នឹងគឺវាល្អវាអត់ងាយមានបញ្ហានៅពេលក្រោយទេបើទោះបីជាយើងបង្កើតរួចរាល់ហើយយើងទុកចោលរាប់ខែរាប់ឆ្នាំក៏វាអត់មានប័ណ្ណហើយក៏ក្រុមហ៊ុនគេអត់បិទវាទៅវិញដែរ account មួយហ្នឹងគឺយើងនៅតែប្រើបានរហូតប្រើបានជានិរន្តរ៍រហូតហ្មងអញ្ចឹងណាវាអត់អាចមានបញ្ហានៅពេលក្រោយទេគឺខ្ញុំធានាជូនការបង្កើតឲ្យតែយើងអាចដាក់លេខទូរស័ព្ទបែបហ្នឹងបានគឺវាល្អខ្លាំងមែនទែនឥឡូវ account Gmail វិញគឺរួចរាល់ហើយអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំគិតថាគួរតែដល់ទីបញ្ចប់ហើយសម្រាប់អ្នកទាំងអស់គ្នាបើសិនជាពេញចិត្តឬក៏គិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច Subscribe ជាមួយនឹង Like ម្នាក់មួយផងហើយជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ